ហ្វេ 40000 រៀល ហើយនិងកាហ្វេ 10000 រៀល ពួកយើងនឹងទៅសាកាហ្វេទាំងពីរហ្នឹងក៏ប៉ុន្តែគឺវាសម្រាប់លើការបោះកាក់ចង់ដឹងថាណាគេនឹងបានទៅកាហ្វេ 40000 ហើយណាគេទៅកាហ្វេ 10000 រៀលតោះឥឡូវ ខ្ញុំយកហូប យកហូបហើយគេមើលឲ្យគេ ហូបអត់មែនអញ្ចឹងខ្ញុំបាន 40000 រៀល ហើយខ្ញុំបានកាហ្វេ 10000 រៀល អញ្ចឹងមុននឹងចេញទៅពួកយើងក៏បានរកកាហ្វេរៀងខ្លួនដើម្បីទៅ ខ្ញុំរៀបចេញទៅក៏ប៉ុន្តែខ្ញុំគិតថាចេះចុងបើសិនជាគាត់រកកាហ្វេ 40000 រៀលបានតើខ្ញុំគួរធ្វើអីគេមួយគាត់ព្រោះខ្ញុំគិតថា 40000 រៀលគឺងាយរកឯព្រោះដោយសារតែថ្លៃខ្លាំងមែនតើអញ្ចឹងខ្ញុំនឹងបង្កើតលក្ខខណ្ឌថ្មីមួយដែលអ្នកទាំងអស់គ្នាធ្វើជាសាកសីមួយខ្ញុំឲ្យគាត់ដឹងទេអញ្ចឹងបើសិនជាគាត់រកកាហ្វេ 40000 រៀលបានទេគឺខ្ញុំនឹងឲ្យគាត់ក្រុមបទ TikTok មួយដែលខ្ញុំជ្រើសរើសតោះឥឡូវយើងទៅហាងកាហ្វេរបស់យើងពួកយើងក៏បានមកដល់ទីតាំងរៀងខ្លួនដែលពួកយើងបានរកឃើញហ្នឹងក៏ប៉ុន្តែពួកយើងមានរឿង3ដើម្បីធ្វើរឿងទី1គឺថាពួកយើងត្រូវតែ order drink ណាដែលមានតម្លៃ 40000 ឬក៏ 10000 ហើយតម្លៃគឺអាចនៅចិត្តហ្នឹងក៏បានដែរកុំឲ្យខុសគ្នាឆ្ងាយពេកមួយឆាដែលខ្ញុំទិញមិញហ្នឹងគឺតម្លៃតែ 3000 អញ្ចឹងគឺអាចនិយាយបានថាខ្វះតែ 0.5 ទៀតគ្រប់អីអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងបានហើយគ្រាន់ហើយបើតាមមើលទៅគឺថាកាហ្វេរបស់គាត់អត់មានតម្លៃ 40000 ហើយអត់មានជាតម្លៃ 40000 ទៀតអញ្ចឹងចុងក្រោយគឺយើងនឹងបង្ហាញថាតើគាត់នឹងត្រូវបានរំបត់ TikTok ឬក៏អត់ទី2គឺយើងត្រូវថតរូបមួយនៅកន្លែងរបស់យើងហ្នឹងដែលយើងគិតថាកន្លែងម្នាក់ទៀតហ្នឹងគឺអត់មានទេហើយខ្ញុំកំពុងអង្គុយមើលមួយថ្ងៃដែរថាតើអីគេដែលគិតថាកន្លែងគាត់ហ្នឹងអត់មានអង្គុយគិតមកស្ទុះមកខ្ញុំក៏នឹកឃើញថារបស់នេះគឺខ្ញុំគិតថាកន្លែងគាត់អត់មានទេហើយគាត់ក៏បានថតរូបមួយដែរដែលគាត់គិតថាខ្ញុំអត់មានដែរហើយរូបទាំងពីរហ្នឹងគឺយើងនឹងប្រៀបធៀបគ្នានៅចុងក្រោយបន្ទាប់ពីយើងធ្វើរឿងទី3ហើយទី3គឺយើងត្រូវនិយាយថាហេតុអីបានយើងជ្រើសរើសកន្លែងហ្នឹងគឺដោយសារតែកន្លែងហ្នឹងគឺខ្ញុំឃើញគេរៀបចំកន្លែងហ្នឹងគឺលក្ខណៈបែបឈៀលអញ្ចឹងណាអង្គុយនៅខាងក្រៅមានទស្សនវិជ្ជាតាមផ្លូវហើយនឹងគេដាក់មានថូផ្កាអីតុបតែងនៅកន្លែងហ្នឹងចឹងទៅហើយសំខាន់រសជាតិម៉ាឆាហ្នឹងក៏ឆ្ងាញ់ដែរល្មមអែម ដំបូងឡើយគឺខ្ញុំទៅកន្លែងកាហ្វេហ្នឹងដោយសារតែអង្គុយអូសមើលសុកខ្ញុំក៏បានឃើញកន្លែងមួយដែលគេដាក់កាហ្វេតម្លៃ $19.50 តែដល់ពេលទៅដល់ order កាហ្វេមួយនំមួយអស់តែ 25000 ឯងគឺអត់ដល់ 40000 ទៀតដល់ពេលខ្ញុំមើលឡើងវិញគឺខ្ញុំមើលច្រឡំ 9.10 កន្លះហ្នឹងគឺគ្រាប់កាហ្វេដែលគេលក់ 500 ក្រាម អញ្ចឹងបានន័យថាខ្ញុំអត់គ្រប់ 40000 រៀលទេប៉ុន្តែធ្វើម៉េចក៏មកតែលើសត្រូវយ៉ាងហើយណាក៏ខ្ញុំបានទៅស្គាល់កន្លែងកាហ្វេថ្មីមួយដែលខ្ញុំអត់ដែរទៅដែរហើយកាហ្វេគាត់ឆ្ងាញ់ទៀតមានទាំងកន្លែងអង្គុយមើលទេសភាពទៀតនិយាយទៅជឿសាហាវហ្មង ហ្នឹងហើយឈិលហើយក៏តែគាត់ដឹងពីលក្ខខណ្ឌដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាមុនហ្នឹងឯងអញ្ចឹងឥឡូវខ្ញុំនឹងប្រាប់គាត់បានទៅកន្លែងកាហ្វេ 40000 របស់គាត់ហើយខ្ញុំបានទៅកន្លែងកាហ្វេ 10000 រៀលរបស់ខ្ញុំគឺអស់តែ 8000 ទេហើយមែនខ្ញុំក៏អស់ក្រុមហ្នឹងដែរ មែនតែកាហ្វេអស់ប៉ុន្មាន កាហ្វេខ្ញុំអស់តែពិតតែ 25000 ឯង អញ្ចឹងបើគាត់អស់ 25000 គាត់ត្រូវធ្វើលក្ខខណ្ឌរបស់ខ្ញុំ អេ ខ្ញុំមានផុសតាងគឺខ្ញុំឲ្យឯងហ្នឹងបំបត្តិ TikTok មួយដែលខ្ញុំជ្រើសរើស វាមិនដែរឡើយអត់មាននិយាយគ្នាហ៎ អាហ្នឹងគេធ្វើអញ្ចឹងតើឥឡូវយើងបង្ហាញរូបមុនសិនថារូបដែលយើងថតហ្នឹងគឺរូបអីគេនេះរូបរបស់ខ្ញុំសភៅមានក្អុកច្រឡំក្អុកមានអុក បើខ្ញុំខុសពីគាត់ហ្មង អីគេចា Capybara អាមែនតើ អាលេងអូខេអញ្ចឹងឥឡូវបត់មួយដែលខ្ញុំជ្រើសរើសឲ្យគាត់រំហ្នឹងគឺបត់ ហមមែនអាមនុស្សមិនដែរចេះរំបងឲ្យទៅរំ ធ្វើតិចតិចណារំមកបត់នេះឲ្យបត់ទឺដោយសារតែយើងខ្លាចជាប់ copyright អញ្ចឹងឥឡូវខ្ញុំនឹងធ្វើភ្លេងខ្លួនឯងអត់ល្អសើច អូមួយថ្ងៃគិតថាល្អសើចអញ្ចឹង អាហ្នឹងឯងចេះគិតថាល្អសើចទៅពេលឲ្យវាអត់ល្អសើចដោយសារអីដោយសារវាអត់មានបទចម្រៀង អូ អត់កើតកុំភ្លេចខមមិនខាងក្រុមហ្មងថាបទពិសោធន៍ទាំងពីរនាក់ហ្នឹងមួយអ្នក logic